Al Jazeera English. The U.S. war on Iran is threatening education for children from low-income families in Cambodia សង្គ្រាមអាមេរិកលើប្រទេសអ៊ីរ៉ង់កំពុងគំរាមកំហែងដល់ការអប់រំសម្រាប់ក្មេងៗដែលមានប្រាក់ចំណូលគ្រួសារតិចនៅក្នុងប្រទេសកម្ពុជា As rising fuel prices make it more difficult for families to afford school តម្លៃប្រេងឡើងថ្លៃធ្វើឲ្យគ្រួសារពិបាកក្នុងការផ្គត់ផ្គង់កូនមកសាលារៀន 13 years old Su Srinik is one of the children who miss lesson on some days to work instead ក្មេងស្រីម្នាក់អាយុ13ឆ្នាំឈ្មោះ Su Srinik ក្នុងចំណោមក្មេងៗដទៃទៀតដែលខានមកសាលារៀននៅពេលខ្លះហើយមកធ្វើការជំនួសដើម្បីជួយឪពុកម្ដាយបាទសូមអរគុណ